អូនសម្លាញ់អូនមកដល់ផ្ទះហើយម៉ាក់អូនសម្លាញ់តើអ្នកកំពុងញ៉ាំអាហារនៅទីនេះទេកូនប្រុសខ្ញុំត្រឡប់មកវិញហើយម៉ាក់ទើបតែចម្អិនអាហាររួចរាល់ហើយអង្គុយចុះហើយញ៉ាំឲ្យលឿនវាមើលទៅឆ្ងាញ់ណាស់អូហើយណាចុះណាណាកំពុងដេកនៅជាន់លើអាហារទើបតែឆ្អិនហើយម៉ាក់ទៅហៅម្ដាយនិងប្អូនស្រីរបស់នាងទៅញ៉ាំបាយទៅខ្ញុំនឹងទៅហៅពួកគេកូនប្រុសកុំទៅអីកូនញ៉ាំមុនគេហើយម៉ាក់ទៅលេងសប្បាយជាមួយប្អូនស្រីតូចរបស់អ្នកទៅមិនអីទេសួស្ដីប្តីរបស់អ្នកត្រឡប់មកវិញហើយអ្នកដឹងទេតើខ្ញុំគួរនិយាយអ្វីឬមិនគួរនិយាយអ្វីក្នុងពេលចាប់នេះតើខ្ញុំគួរនិយាយវាទេម៉ាក់ខ្ញុំដឹងហើយណាអ្នកមានផ្ទៃពោះនៅពេលអ្នកមានផ្ទៃពោះអ្នកគួរតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាហារូបត្ថម្ភម៉ាក់ទើបតែធ្វើអាហារពេលល្ងាចចែងហើយតោះញ៉ាំឲ្យច្រើនណាអូនសម្លាញ់អ្នកមានផ្ទៃពោះយូរហើយមែនទេតើអ្នកមានអារម្មណ៍មិនស្រួលខ្លួនទេប្តីឲ្យប្តីខ្ញុំសុខសប្បាយទេឈឺចាប់ណាស់កូនប្រុសរាល់ពេលស្ថានសុខរៀបចំអាហារឲ្យបម្រើវាដល់តុគាត់ថែមទាំងបានឲ្យនាងញ៉ាំអាហារទៀតផងអូខ្ញុំធ្លាប់ល្អនឹងនាងណាស់មិនអីទេដូច្នេះណាមានផ្ទៃពោះម៉ាក់និងប្អូនស្រីតូចថតរូបអ្នកទាំងពីរផងដោយគិតដល់ចំណុចនោះខ្ញុំមានអារម្មណ៍ស្រួលជាងមុនមកម៉ាក់ប្អូនស្រីតូចអង្គុយចុះញ៉ាំដែរម៉ាក់កុំឈរនៅទីនោះបងស្រីក្រុមហ៊ុនខ្ញុំបានទូរស័ព្ទមកនេះមកវាបន្ទាន់បន្តិចខ្ញុំត្រូវទៅការិយាល័យជាបន្ទាន់ស៊ីសូមថែរក្សាណាឲ្យបានល្អផងទៅមុខទៀតណាកូនប្រុសកុំបារម្ភអីម៉ាក់នឹងមើលថែអ្នកបងប្រុសម៉ាក់និងខ្ញុំនឹងឲ្យវាទៅអ្នកមុនបងថ្លៃស្រីខ្ញុំបានមកសាកឲ្យខ្ញុំវាពិតជាមានផាសុកភាពមិនអីទេខ្ញុំនឹងទៅឥឡូវនេះលោកចាស់មិនអីទេបើកបរដោយប្រុងប្រយ័ត្នមិនអីទេខ្ញុំយល់ហើយសម្លាញ់អង្គុយចុះទៅបន្ទាប់មកខ្ញុំសូមប្រាប់អ្នកថាឥឡូវនេះអ្នកកំពុងធ្វើរឿងទាំងអស់នេះដើម្បីបញ្ឆោតខ្ញុំជឿខ្ញុំទេបងប្រុសខ្ញុំនឹងច្របាច់អ្នកខ្ញុំនឹងច្របាច់អ្នកហឹមមិនអាក្រក់ទេតើការម៉ាស្សាដែលអ្នកបានឲ្យខ្ញុំមានអារម្មណ៍ល្អទេអារម្មណ៍ល្អម្លេះចុះបើបាន2 3 ដងទៀតវិញដូច្នេះតើវាមានផាសុកភាពទេម៉ាក់សុខសប្បាយទេប្អូនស្រីតូចឈប់ឆ្លោះគ្នាទៅខ្ញុំនឹងឈប់ចាប់ពីពេលនេះទៅខ្ញុំមិនអាចគ្រាន់តែស្ដាប់អ្នកបានទេដោយវិធីនេះអ្នកត្រូវតែស្ដាប់ខ្ញុំចាប់ពីពេលនេះទៅប្រសិនបើដូច្នោះមែនអ្នកអាចមានអារម្មណ៍ស្រួលស្នាក់នៅក្នុងផ្ទះនេះឬស្ដាប់ខ្ញុំមិនអីទេម៉ាក់នឹងទទួលបានអ្វីដែលនឹងកើតឡើងចំពោះកូនគុំខ្ញុំបានស្ទាក់ស្ទើរនិយាយជាមួយគាត់មានរបស់មួយនៅមានផ្លែទុរេនធំមួយដែលយើងមិនទាន់បានញ៉ាំហេតោះទៅញ៉ាំទុរេនកុំបារម្ភពីគាត់អីអ្នកមិនចូលចិត្តធ្វើពុតទេមែនទេតើវាមិនគួរឲ្យនៅទេដែលកូនប្រុសខ្ញុំតែងតែត្រូវគេបង្ខំខ្ញុំបានទិញផ្លែឈើឲ្យអ្នកហើយមកដាក់វានៅក្នុងផ្ទះបានស៊ីផ្លែឈើទាំងអស់ហើយនេះជាអ្វីដែលអ្នកចង់បានមកញ៉ាំម៉ាក់និយាយខ្ញុំមានជាតិស្ករក្នុងឈាមខ្ពស់ដូច្នេះខ្ញុំមិនអាចញ៉ាំផ្លែឈើបានទេការមានផ្ទៃពោះគឺជារឿងដ៏រន្ធត់មួយហើយដូច្នេះផ្លែឈើល្អមិនអាចបរិភោគបានទេហើយគ្រូពេទ្យក៏ដូចគ្នាដែរពួកគេនិយាយថាខ្ញុំមិនបាននៅទីនោះទេនៅពេលនោះសម្រាលកូននៅផ្ទះសម្រាលកូននៅមន្ទីរពេទ្យកូនប្រុសរបស់ខ្ញុំនឹងប្រាប់អ្នកបន្ទាប់ពីខ្ញុំចុះពីយន្តហោះពេលខ្ញុំនៅផ្ទះខ្ញុំល្អនឹងអ្នកប៉ុន្តែខ្ញុំខ្លាចកូនប្រុសខ្ញុំខឹងនៅក្នុងផ្ទះនេះអូខ្ញុំបានប្រាប់អ្នកហើយម៉ាក់វានៅតែសំខាន់កូនប្រុសតើអ្នកកំពុងធ្វើអ្វីត្រឡប់ទៅវិញនាងមកហើយម៉ាក់នេះមិនមែនជាណាទេតើអ្នកចង់ញ៉ាំផ្លែឈើទេតើខ្ញុំគូឆ្លើយយ៉ាងណាខ្ញុំនៅទីនេះទោះបីជាខ្ញុំមិនត្រឡប់មកវិញក៏ដោយក៏ខ្ញុំនៅតែអាចមើលឃើញរឿងនេះដែរឈុតមួយម៉ាក់ភ្លេចហើយឬនៅការអ្នកឈឺណាតើនាងបានប្រព្រឹត្តចំពោះអ្នកយ៉ាងដូចម្តេចនាងគ្មានថ្ងៃទេគ្មានយប់ទេដូច្នេះខ្ញុំបានរត់ទៅមកឥឡូវនេះនាងនឹងបម្រើអ្នកនាងមានផ្ទៃពោះហើយតើអ្នកអាចធ្វើបែបនេះដោយរបៀបណានាងបានទៅធ្វើបាបកូនប្រុសរបស់នាងខ្ញុំម៉ាក់ឲ្យណាជាប្រពន្ធខ្ញុំគាត់ជាមនុស្សម្នាក់ដែលនឹងអមដំណើរខ្ញុំពេញមួយជីវិតនោះក៏ជាកូនប្រសាររបស់អ្នកដែរតើអ្នកអាចប្រព្រឹត្តចំពោះប្តីរបស់នាងបែបនេះដោយរបៀបណាឈប់និយាយទៅខ្ញុំមិនអីទេអូនសម្លាញ់ខ្ញុំនឹងនាំអ្នកទៅឆ្ងាយហើយគ្មានអ្នកណាអាចនាំអ្នកទៅជាមួយខ្ញុំបានឡើយពួកគេបានធ្វើបាបកូនប្រុសរបស់អ្នកតើអ្នកនឹងទៅណាកូនប្រុសប៉ានឹងនាំណាទៅកន្លែងដែលនាងគ្មានគ្រោះថ្នាក់ជាដើមគិតឲ្យបានច្បាស់សិនទៅរួចយើងនឹងត្រឡប់មកវិញប្រសិនបើយើងមិនអាចរកវាឃើញទេយើងនឹងផ្លាស់ទី